ជំរាបសួរ សวัสดีครับ chào anh. Good morning from United States. បាទនៅថ្ងៃនេះគឺនិយាយអំពីសមិទ្ធផលលោកប្រធានាធិបតីទី23បាទទី23ហ្នឹងបាទគាត់គឺឈ្មោះ Benjamin Harrison គាត់ដណ្ដើមឈ្នះលោក Grover Cleveland គឺជាប់អាណត្តិ President ទី22ហើយនឹងបានជា President ទី24អញ្ចឹងដូចជាលោក President Donald Trump បច្ចុប្បន្នអញ្ចឹងយើងមើលមុននឹងចូលសាច់រឿងក៏ពីនេះពីនោះបន្តិចបាទខ្ញុំក៏មើល YouTube ក៏មើល TikTok ក៏មើល Reel បាទទាំងអស់នោះសុទ្ធតែផ្ដល់ចំណេះដឹងឲ្យយើងអញ្ចឹងអ្នកដែលទស្សនា TikTok ឬមួយក៏ Reel ហើយហ្នឹងក៏មកគិតថាវាជារឿងទាំងអស់ហ្នឹងវាសុទ្ធតែជារឿងអាភាប៉ុន្តែភាគច្រើនផ្ដល់ចំណេះដឹងយើងច្រើនណាបាទពេលខ្លះយើងក៏រៀនសូត្រតាមរយៈទាំងអស់ហ្នឹងមកវិញតាម TikTok តាមអីហ្នឹងណាបាទហើយយប់មិញហ្នឹងមើលឃើញ Reel នឹងណាបាទអំពីដើមជេរជនជាតិភាគតិចឃើញទេបាទអញ្ចឹងសង្ឃឹមថាប្រជាជនយើងនៅតាមជនបទតាមអីហ្នឹងដឹងហើយណាបាទសំបីតែភរិយាខ្ញុំក៏ដឹងដែរព្រោះធ្លាប់រស់នៅចំណោពោតណាដើមជេរអារឹសមើមគុលជេរចឹងណាបាទអញ្ចឹងអាចយកមកធ្វើជាចំហួយធ្វើជាអីញ៉ាំបានបាទខ្ញុំមើលយំមិញបដូរជែកនោះវាដឹងហើយព្រោះខ្ញុំធ្លាប់ញ៉ាំដែរស្លបដូរជែកនោះហើយនឹងធ្វើឲ្យត្រជាក់ក្នុងហើយដោយคลิปណានេះខ្ញុំបានប្រាប់ឲ្យថាយើងត្រូវដាំដើមចេកឲ្យតែមានដីដាំដើមចេកនៅជុំវិញផ្ទះហ្នឹងបាទដាំដើមចេកដាំទៀបបារាំងវាព្យាបាលជំងឺគ្រប់មុខដាំដើមល្ហុងណាបាទយកផ្លែឈើញ៉ាំស្រួលទេដើមចេកបានផ្លែចេកហើយខ្ញុំរងថ្ងៃនេះក៏ញ៉ាំតែចេកដែរញ៉ាំយូរតឡនទៅបាត់មួយអាទិត្យអីចឹងទៅនឹងបានញ៉ាំទៀតលើញ៉ាំទៀតហើយចេកផ្លែឈើណាបាទហើយទៅទីសុទ្ធនៅ Costco បាន2បាទទៀតសុទ្ធផ្សេងនោះបណ្ដាខ្ញុំគាត់ធ្វើពងទាប្រៃឡំខ្ញុំយកឡំនោះខ្ញុំញ៉ាំជំនួសបាយបើមិនដលងទេពងទាប្រៃមិនដឹងជាអ៊ីនធឺណិតយ៉ាងម៉េចទេថ្ងៃនេះចេះតែដាច់ណាបាទដាច់ទៅដាច់មកណាបាទគេបានដើមចេកចឹងថាប្រយោជន៍ច្រើនណាបាទឬពីនេះពីនោះណាឃើញដើមចេកមួយបាទហើយរឿងមួយទៀតរឿងពីការផ្ដល់ជំនួយបាទដែលខ្ញុំមើលនៅក្នុង YouTube ជាច្រើននៅក្នុងប្រទេសខ្មែរកម្ពុជាយើងនេះភាគច្រើនឲ្យតែបានថាជួយនោះជួយមនុស្សតែម្នាក់ហ្នឹងឯងណាបាទហើយអ្នកខ្លះក៏មានទ្រព្យមានសម្បត្តិហើយក៏ទៅជួយដល់ហើយណាបាទមកជួយក្មេងដែលខ្សត់ខ្សោយឬជួយប្រជាជនដែលខ្សត់ខ្សោយហ្នឹងជួយមកល្មមនេះយើងទៅជួយអ្នកផ្សេងទៀតទៅណាបាទកុំឲ្យម្នាក់ហ្នឹងគាត់ថាវិហីហូបោពេកទៅចាក់ច្រាសណាដូចថ្ងៃភ្ជុំបិណ្ឌអញ្ចឹងណាបាទចឹងយើងជួយមកល្មមនេះគាត់ទៅជួយអ្នកខ្សត់ខ្សោយដល់ទៅទៀតដែលច្រើនណាស់ណាបាទមានច្រើនណាស់ហើយយើងនេះចូលចិត្តតែជួយមួយនឹងជួយណាអ្នកមានលុយហ្នឹងគាត់នៅតែជួយណាបាទវាលើសលប់អ្នកដទៃទៀតដល់អត់ខ្ញុំនិយាយថាចេះចោះអ្នកដទៃទៀតដែលគាត់ប្រឹងប្រែងហើយតែគាត់នៅតែអត់យើងជួយអ្នកទាំងអស់អញ្ចឹងណាមិនមែនជួយអ្នកដែលទៅសុំដៃចាំតែឲ្យគេជួយទេអ្នកដែលប្រឹងហើយតែវាអត់ហើយនិយាយចឹងឲ្យលោកគ្រូមានដៃជួយគេខ្ញុំធ្លាប់ជួយហើយនៅប្រទេសខ្មែរណាបាទអូខេបាទអញ្ចឹងកុំមកចេះរួញចេះតែរិះគន់គេអាខ្លួនឯងមិនដែរជួយផងខ្ញុំធ្លាប់ជួយហើយណាបាទគាត់ធ្វើបន់ហើយធ្វើបន់នឹងមនុស្ស
và chẳngខ្ញុំឃើញតាមការមើល YouTube នោះខ្ញុំក៏សូមរិះគន់កន្លែងហ្នឹងតិចបើបានទៅជួយឲ្យម្នាក់ហ្នឹងល្មមដាក់ខ្លួនឈរជើងបានហើយយើងទៅជួយអ្នកដទៃទៅហើយបើអ្នកដែលមានធនក្របធនអីហើយទៅជួយអីទៀតបើគ្នាមានទ្រព្យធនហើយនោះទៅជួយអ្នកដែលអត់ខ្សត់ខ្សោយនៅតាមជនបទនោះណាបាទមើលឃើញ YouTube ឃើញលោកណានោះចុះទៅជួយកង់ទៅជួយកតាបរៀនអូអានេះមានតម្លៃសម្រាប់ក្មេងជនបទណាបាទអ្នកខ្លះដើរប្រហែលគីឡូទៅរៀនបិចញើសជប់ណាទៅរៀនហើយអត់អីញ៉ាំណាមកផ្ទះក៏វាមិនកើតតែថ្ងៃត្រង់សម្រាប់ហ្នឹងជួយចង់មកវាបានប៉ុនណាបាទមិនថាឲ្យជួយទៅអ្នកដែលខ្សត់ខ្សោយជួយមកល្មមហើយទៅជួយអ្នកដទៃទៀតមិនបុកតែម្នាក់ហ្នឹងឲ្យតាមខ្យល់គ្នាទៅហើយមកហើយជាពិសេសហ្នឹងឲ្យតាមបានដាច់ចូលជួយហ្នឹងមកជួយតាមក្រោយជួយទៅអីទៀតបើដាច់ចូលក៏ជួយហើយហ្នឹងទៅជួយអ្នកដទៃទៀតទៅណាបាទអាហ្នឹងការស៊ីពេស៊ីខ្យល់ណាបាទអត់ប្រយោជន៍បើដាច់ចូលក៏ជួយហើយវាគ្រប់គ្រាន់ហើយយើងទៅជួយអ្នកដទៃទៀតទៅបាទហ្នឹងគឺសូមរិះគន់ណាបាទសូមរំលឹកឡើងវិញណាខ្ញុំរិះគន់នឹងថាលោកគ្រូខ្ញុំធ្លាប់បានជួយហើយខ្ញុំបានធ្លាប់បានជួយហើយណាបាទមិនមែនចេះតែនិយាយរិះគន់គេនឹងអត់បានធ្វើអីទេណាបាទអូខេនេះរឿងដែលខ្ញុំពីនេះពីនោះដែលខ្ញុំសង្ខេបនៅក្នុងការមើលណាបាទ TikTok មើល YouTube ខ្ញុំក៏មើលដែរណាបាទតាមមើលពីនេះពីនោះអីចឹងទៅណាបាទហើយឃើញចឹងខ្ញុំក៏យកមកបាទរិះគន់ដើម្បីស្ថាបនាមិនមែនរិះគន់ឲ្យស្លាប់រស់នោះទេបាទជំរាបសួរជីហាតបាទគេយប់មិនតាន់សម្រាប់ទៀតស្មើនេះណាបាទអូខេបាទហើយរឿងមួយទៀតគឺរឿងតែខ្ញុំធ្លាប់ជម្រាបលើកមុនហ្នឹងបាទបន្ទាប់ពីយកសញ្ញាបត្រទៅវាយតម្លៃហើយខ្ញុំចាប់ផ្ដើម apply ការងារនឹងមកចាប់ពីខែ3មកដល់ឥឡូវនេះគឺមានតែលុបហ្នឹងបាទបដិសេធភាគច្រើនណាលុបចោលហើយប្រហែលថ្ងៃមុននេះមានដាក់Microsoft Teams Meeting ស្រាប់ខ្ញុំមិនខំសប្បាយចិត្តថានឹងចូលរួមសភាស្រាប់តែមកស្ទុះក្រោយមកចេញមកបដិសេធទិញបាត់ហ្នឹងបាទស្ទាក់ថ្លើមកដុកអញ្ចឹងនៅតែ apply រាល់ថ្ងៃចឹងហ្នឹងបាទពីព្រោះយើងត្រូវការប្រើប្រាស់ចំណេះយើងធ្វើការណាបាទអញ្ចឹងបានថាពិបាកនៅសហរដ្ឋអាមេរិកនេះណាបាទពីមុនគិតថាសញ្ញាបត្រយើងវាមកពីក្រៅមិនតាន់វាយតម្លៃណាវាយតម្លៃហើយក៏នៅតែពិបាកដែរបាទពិបាកណាពិបាកណាបាទអញ្ចឹងសម្រាប់បរទេសទៅស្រុកខ្មែរយើងស្រួលទៅហ៎បាទសម្រាប់អ្នកមកពីខាងនោះចូលនេះវិញពិបាកណាបាទអញ្ចឹងគេការពារសមិទ្ធផលក្នុងស្រុករបស់គេកូនសិស្សរបស់គេណាបាទភាគច្រើនអញ្ចឹងអន្តោប្រវេសន៍មកពីក្រៅមកពីនេះគឺភាគច្រើនត្រូវរៀននៅស្រុកនេះណាត្រូវយកសញ្ញាបត្រវិតម្លៃឲ្យរៀនតសិនដើម្បីយកសញ្ញាបត្រអាមេរិកនេះបានអាចមានឥទ្ធិពលក្នុងការ apply សុំការងារណាបាទ apply សុំការងារវាដូចគេដូចឯងចឹងឯណាបាទប៉ុន្តែវាសំខាន់គឺឲ្យវាមានសញ្ញាបត្រនៅនេះខ្ញុំនេះវាហួសពេលហើយមិនដឹងជាទៅរៀនណាបើហូតតែចិញ្ចឹមខ្លួនមិនរស់ផងនេះទៅរៀនណាទៀតចឹងហើយតាមអញ្ចឹងទៅណាកៃឡូព្រះជាម្ចាស់ជួយលើពឹងលើព្រះម្ដងព្រោះតាមសមត្ថភាពយើងប្រឹងអស់ហើយណាបាទអូខេបាទនេះគឺរឿងការងារនៅសហរដ្ឋអាមេរិកណាបាទពិបាកមិនងាយស្រួលទេណាបាទការងារប្រើកម្លាំងពលកម្មមិនសូវអីទេណាបាទហើយប្រើកម្លាំងពលកម្មនេះវារោឆាប់បានហើយក៏វាឆាប់ទៅវិញម៉ោងក៏វាមិនទៀងទាត់ណាបាទអញ្ចឹងវាក៏មានភាពពិបាកបាទតែគ្រាន់តែយើងបានការងារតក់ចិញ្ចឹមខ្លួនទៅណាដើម្បីរស់អូខេណាបាទនេះគឺរឿងពីនេះដែលខ្ញុំសង្ខេបជូននៅក្នុងពី3ថ្ងៃកន្លងមកនេះបាទតាមការពិតឯកសារខ្ញុំត្រៀមឲ្យអស់ហើយគ្រាន់តែថាកុំឲ្យវាញឹកពេកឲ្យបែបក្លាប់តាមមើលទៅណាបាទរួចហើយជួយ subscribe ជួយ share ឲ្យផងណាបាទតាំងពីធ្វើ YouTube មកឥឡូវដល់ឆ្នាំទីប្រហែលនេះចិត្តឆ្នាំទី5ហ្នឹងបាទមិនទាន់បាន500 subscriber មិនគាត់ថាធ្វើទៅណាដោយសារតែអាជីពយើងជាគ្រូបង្រៀនក៏ចែករំលែកចំណេះដឹងភាគច្រើនគឺខ្ញុំធ្វើ
từ tam mà vậy được trong trong thôi na mình kịch bị rương từ ở miền bạch chi bạch phép tiền phần club tiền đó bà từ đó chúng này đăng tại đó đó bà chẳng được khâu rương ní cứ thua rương sa ròm rồi chứ vì đàm ti tổ chọc bà vị tríประวัติศาสตร์vị trí cảnh chọn cho mình trắng nè làm bây ao bộ phậnจำนวนក្រោយយើងនៅក្នុងសម័យប្រជាធិបតេយ្យសេរីភាពក្នុងការមើល YouTube ដូច្នេះឲ្យបានយល់អំពីសេដ្ឋកិច្ចនយោបាយនៅក្នុងពិភពលោកកុំឲ្យចាញ់បោកការឃោសនាហៅ propaganda ណាអញ្ចឹងនៅលើពិភពលោកនេះគឺថាប្រព័ន្ធផ្សព្វផ្សាយនេះឯងគឺជាប្រព័ន្ធភូតកោជឿបានតែ 30% ទេចឹងនៅក្នុងប្រព័ន្ធលោកប្រជាធិបតេយ្យនៅសេរីភាពអាចមើល YouTube បានគ្រប់លើពិភពលោកនេះយើងយល់ហើយអំពីពណ៌នយោបាយពណ៌ប្រព័ន្ធផ្សព្វផ្សាយកុហក 70% ណាបាទចឹងអត់មានស្អីកុម្មុយនីសសេរីអីណាអត់មានណាល្អជាងណានេះគឺធ្វើទៅតាមលក្ខខណ្ឌនៃប្រទេសមួយបាទប្រទេសណាដែលធ្វើប្រជាធិបតេយ្យបានធ្វើប្រទេសណាដែលធ្វើបែបក្រហមក៏ធ្វើទៅណាបាទដើម្បីគ្រប់គ្រងប្រទេសរៀងខ្លួនជោគជ័យដូចគ្នាទេណាបាទដល់ទៅដល់ដូចគ្នាចឹងខ្ញុំនិយាយលក្ខណៈកណ្ដាលទាំងអស់rồiលោកគ្រូនៅអាមេរិកមិនក៏និយាយលើកស្ទួយអាមេរិកខ្ញុំនិយាយតាមប្រវត្តិសាស្ត្រដែលអាមេរិកជាអ្នកសេឲ្យប្រកាន់គោលបំណងយ៉ាងម៉េចគឺខ្ញុំសញ្ជាតិអាមេរិកគឺខ្ញុំគាំទ្រសារអាមេរិកហើយការធ្វើ YouTube គ្រាន់តែជាកម្មបង្ហាញហ្នឹងបាទតើរឿងរ៉ាវកន្លងមកគេបានធ្វើអីខ្លះគេចង់ឲ្យយើងដឹងយើងក៏និយាយតាមគេទៅណាបាទអូខេហើយក៏វិភាគឲ្យស្ដាប់មួយចំនួននៅคลิปទៅមុនបានស្ដាប់រឿងឥណ្ឌាប៉ាគីស្ថានហើយទៅបាទអូខេចឹងអត់មានស្អីទេឬពិភពលោកនេះនយោបាយសេដ្ឋកិច្ចគឺតាក់ទងតែរឿងមួយទេគឺរឿងផលប្រយោជន៍នៃប្រទេសមួយតែប៉ុណ្្នឹងឯងអូខេចឹងកាលណាចេញនិយាយគឺគ្រប់គ្នាទាំងអស់មិនថាខ្ញុំថាគេទេគឺខ្លួនយើងល្អហើយអ្នកដទៃមិនសូវល្អទេអានេះគឺនៅលើពិភពលោកដូចគ្នាទាំងអស់ចឹងការពីនៅក្មេងៗខ្ញុំក៏ចាញ់បោកប្រព័ន្ធផ្សព្វផ្សាយនយោបាយហ្នឹងអានេះល្អអានោះមិនល្អណាបាទដល់ពេលយើងរៀនសូត្រចេះដឹងទៅយើងសិននៅក្នុងលោកប្រជាធិបតេយ្យយើងទទួលទាំងអស់ព័ត៌មាននៅលើពិភពលោកយើងដឹងថាអូខេខ្ញុំគឺល្អព្រោះខ្ញុំតែប៉ុណ្្នឹងទេណាបាទប៉ុន្តែត្រូវប្រកាន់គោលចំហថាយើងនៅជាមួយអ្នកណាកុំឲ្យស៊ីបាយបោកឆ្នាំងនៅប្រទេសណាគ្រប់គ្រងប្រទេសហ្នឹងតែមួយដែលធ្វើទៅគឺដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសមួយចឹងប្រទេសដទៃដែលទទួលរងនៅភាពមិនយុត្តិធម៌ក៏ថាប្រទេសនោះមិនល្អអញ្ចឹងទៅណាបាទតែទីបំផុតដល់ពេលដែលខ្លួនឯងឈានដល់ដំណាក់កាលមួយដែលអាចគ្រប់គ្រងប្រទេសពិភពលោកលើពិភពលោកមហាអំណាចបានក៏ដូចតែគ្នាឌីតក្រូចបាទដូច្នេះសរុបថាយ៉ាងម៉េចគឺត្រូវពង្រឹងខ្លួនឯងឲ្យរឹងមាំបាទពឹងនៅពេលពឹងគេនៅពេលទុនខ្សោយតែកុំភ្លេចពង្រឹងខ្លួនឯងពង្រឹងខ្លួនឯងបានរឹងមាំហើយអូខេដូច្នេះយើងឈរនៅការស្ទង់សៀតណាបាទអត់មានណាធ្វើអីយើងបានទេអាហ្នឹងគឺយើងប្រកាន់គោលចំហបែបម៉េចក៏ប្រកាន់ទៅបាទជីវិតរស់នៅគ្រួសារក៏ដូចជាជីវិតរស់នៅក្នុងប្រទេសមួយដូចគ្នាបាទអត់ខុសគ្នាទេអូខេបាទរឿងពីនេះពីនោះបាទកន្លងផុតទៅឥឡូវចូលដល់រឿងការបោះឆ្នោតនៅឆ្នាំ1888បាទជើងឃើញថាអ្នកដែលតាមคลิปមួយជាមួយខ្ញុំមកឃើញយល់អំពីដំណើររឿងនៃរឿងប្រវត្តិសាស្ត្រសារ៉ាមេរិកទេបាទអូខេអញ្ចឹងដំណើរឆ្ពោះពីទិសខាងកើតទៅខាងលិចអញ្ចឹងអ្នកណាដែលមើល YouTube ខ្ញុំមានកំពុង zoom ដូចគ្នាណាបាទមានផែនទីឲ្យមើលអូខេនៅក្នុងឆ្នាំ1888នេះគឺបានរត់ច្រើនណាបាទកន្លែងពណ៌ប្រផេះនេះគឺអត់តន់បង្កើតឈ្មោះជារដ្ឋទេដីវាធំចឹងដំណើរឆ្ពោះពីទិសខាងកើតទៅខាងលិចមានន័យថាបែកខាងកើតនេះដើមទីឡើយវាមាន13រដ្ឋអូខេបាទចាប់ពីលើចុះមក13រដ្ឋណាបាទrồiហើយតមកពង្រីកទឹកដីទៅទិសខាងលិច
chẳng một từ khẳng lệnh như bị chuốc cho môi nâng mà chả tật đầy đau để cái hao tha chuồn chết bay crom cái bị trời miền ca bắt trụ bắt trắc này giờ đường thò mà đá thế bị bùa giờ việc chi tật đầy từ khẳng lệnh đó bà và to pi ông lê chạ tranh pi Sarabrik là từ khang lư Canada nông từ miền cách sân nhà muối bay chạy tổ lái rồi biên Sarabrik cứ đập bài rót chỉ môi nâng chuồn chết đám Red Indian là bị nơi thẩm tình lê Mississippi như thế là mấy căn ai cùng đi tới bán đó nè bà hoặc bị nâng tới cứ kinh chế bài cả nó bị trả nằm bô mà còn ta vì mình ai nơi tầm nâng bàn tí bị bùa bị trừ một cái từ chia sẻ rộng vì môi thuyết môi chẳng môi tại mà đó mà chẳng ai có bị miên ca bạc nhiều từ nữa bà rồi mạnh rồi vì mình ai chỉ có một lần bàn tê chẳng ai từ tại surrender cho tranh ở nơi chia đồng bọn nào môi dân tư hơi có rơ chặt chai từ đồng bọn nào môi tư cầm ở tịch pol ni tuần phía trước cái ni tuần nó bà rô khơi miền rai miền đây chứng tới từ lobby rồi thay vì ba tới có đánh tranh mau là bắt bay rốt nó bà rồi đó president thì đọc ở muôn thì bà pay muôn mất có chấp ra lên ở miền cả bắc bia từ lơ chương trình bài cả hôm to tiệt hai một rô mày tới chia sa rót American USA nữa bà lại ở miền đông nơi chỉ còn là spon bên này tham mà phun nó thôi ấy bán chay thì nhằm tới anh ở đây tới chỉ là đẹp rosa tới bánh đầy bánh ấy chứng đó nè bà rồi đặc biệt bánh cho bọn ngay và chẳng mà chỉ muốn thông thôi chất bán có mình sóc chất có rốt tới nơi Canada bị trơn của Canada bị nông ông lý nơi mưa các họ trời chẳng ông lýនឹងឯងនិយាយជាអ្នកនៅពីក្រោយជំនឿស្បែកក្រមទាំងអស់នោះម្ដងមិតម្ដងសត្រូវកាលទឹកដីអាមេរិកជានៅក្រមអាណានិគមអង់គ្លេសនឹងឯងនៅវិទីយកទឹកដីរបស់ជំនឿស្បែកក្រហមដល់ទៅពេល13រដ្ឋអាមេរិកនេះបះបោបង្កើតទៅជាសហរដ្ឋអាមេរិកអង់គ្លេសទៅជួយ back up ជំនឿស្បែកក្រហមប្រយុទ្ធជាមួយនឹងអាមេរិកម្ដងបាទនេះគឺរឿងនយោបាយណាបាទម្ដងមិតម្ដងសត្រូវអត់មានមិត្តពិតអត់មានសត្រូវពិតទេណាបាទប្រែប្រួលទៅតាមកលៈទេសៈអូខេបាទយើងខ្ញុំសរុបពីមុនឲ្យបន្តិចឲ្យបានយល់ដល់ក្នុងរឿងហ្នឹងណាបាទអញ្ចឹង state កាន់តែមានច្រើនទៅហើយណាបាទអញ្ចឹងយើងមើលនៅក្នុងអាណត្តិទី23គឺលោក Benjamin Harrison គាត់បោះឆ្នោតឈ្នះលោក Grover Cleveland បាទគាត់តំណាងឲ្យបកណាអញ្ចេះបាទតំណាងឲ្យបក Republican បាទអញ្ចឹងសម្លេងឆ្នោតឈ្នះដាច់បាទអញ្ចឹងយើងមើលតើ Benjamin Harrison ជានរណាអានប្រវត្តិគាត់តិចណាបាទគឺគាត់កើតនៅ Ohio បាទនៅក្នុងរដ្ឋ Ohio បាទក្បែរ Michigan ហ្នឹងណាបាទ early life នៅក្នុងដើមទីគាត់ជាអីណាបាទគាត់ធ្វើអីស្មានខ្ញុំសង្ខេបឲ្យណាបាទមិនទៅអានទាំងអស់ទេណាបាទអូខេ In 1854 after 2 years studying law ចឹងអ្នកដែលចង់ធ្វើនយោបាយទៅរៀនច្បាប់បាទ Harrison moved to Indianapolis Indiana ចឹងគាត់បានរើភូមិនៅទៅរដ្ឋ Indiana to establish his own practice ignoring his father's contention ចឹងគាត់ត្រូវបង្កើតរបរខ្លួនឯងដោយមិនបន្តជាទាយាទណាដំណើរមុខរបរពីឪពុកម្ដាយនេះគាត់ទៅបង្កើតរបរខ្លួនឯងបាទ he served in the Civil War as officer in the Union Army ចឹងគាត់បានធ្វើទាហានណាបាទអត់តែលោក President Cleveland នេះគាត់ជាប់ឈ្មោះមើលម្ដាយបាទអត់មានធ្វើទាហានគេទេណាបាទអូខេបាទហើយចុងក្រោយមកគាត់ចូលរួមបក Republican អូខេបាទរឿងបក Republican និងបក Democrat ចុងក្រោយសល់តែពីរហ្នឹងដើមទីឡាយបកទាំងពីរនៅក្នុងបកតែមួយទេគឺបកហ្នឹងគឺឈ្មោះ Republican and Democracy ណាបាទដែលបង្កើតដោយលោក Thomas Jefferson សម័យនោះណាបាទក្រោយមកទៀតទៅក៏អត់មានអាណាប្រកួតបំបែកបកហ្នឹងទៅជាពីរទៅបាទរហូតដល់សពថ្ងៃបាទ
cái bà chân con bàn châu bầm rào để con chùa thể hiện đại nó bà nếu tăng bị sớm Civil War nó bà chân ok Benjamin Harrison và Benjamin là nó chọc sai lại với Benjamin Franklin đó bà đại diện nè cả founder bây đà Stephanet này xã hội Việt Nam đó bà Benjamin Franklin bà ní chọc chỉ chào ai đó bà rồi cho nó anh tìm mà phải bay nó cứ chỉ chào ai rồi quạt ok bà chẳng ní xem mà bọn bay rồi pass bay nó cứ quạt chừng nàoហើយ White President របស់គាត់គឺ Levy Morton អូខេបាទ First Lady របស់គាត់គឺ Caroline Harrison អូខេបាទគាត់បានធ្វើអីខ្លះបាទអញ្ចឹងគាត់បានធ្វើ Sherman Antitrust Act 1890 The Sherman Antitrust Act was a major legislative accomplishment under Benjamin Harrison, making the first federal effort to curb monopolies. បាទអញ្ចឹង Sherman Antitrust គឺច្បាប់ហ្នឹងក៏ធ្វើបន្តពីលោកប្រធានាធិបតីជំនាន់មុនដែរគឺប្រឆាំងមិនឲ្យមានផ្ដាច់មុខក៏នេះតាំងពី1800ម៉េចផ្ដាច់មុខវាធ្វើឲ្យអីវ៉ាន់ហ្នឹងវាឡើងថ្លៃពេកដូចខ្ញុំកំពុងនិយាយពីរឿងធម្មពល solar ប្រទេសខ្មែរយើងនេះថាភ្លើងថ្លៃខ្ញុំនៅនឹងខ្ញុំដឹងហ្នឹងបាទហើយជាប្រទេសដែលទទួលព្រះអាទិត្យបាន365ថ្ងៃវាមិនត្រូវមានថ្លៃធម្មពលអគ្គិសនីនេះថ្លៃយ៉ាងហ្នឹងទេថ្លៃណាស់ណាបាទថ្លៃណាស់បាទបើធៀបនៅសហរដ្ឋអាមេរិកគឺថ្លៃមែនទែនហ្មងណាបាទចឹងហើយដោយសារតែមានការផ្ដាច់មុខនៃផ្ទាំងសូឡានេះឯងដែលធ្វើឲ្យប្រជាជនតាមជនបទទាំងអស់នឹងពិបាកនឹងទិញផ្ទាំងសូឡាទៅបង្កើតនៅធម្មពលប្រើប្រាស់នៅក្នុងផ្ទះខ្លួនឯងបាទហើយបើនៅអាមេរិកនេះផ្ទាំងសូឡានេះគឺរដ្ឋចែកព្រីអ្នកណាចង់បានធ្វើដំបូលផ្ទាំងសូឡាទៅសុំរដ្ឋទៅរដ្ឋឲ្យព្រោះរដ្ឋគាត់គ្រប់គ្រងគេហៅ green environment បរិស្ថានដែលមិនមានជាតិពុលណាបាទពេលហ្នឹងបាទនេះគឺរឿងផ្ដាច់មុខអញ្ចឹងការងារទី1ក៏គឺប្រឆាំងអំពើផ្ដាច់មុខណារបបផ្ដាច់មុខបាទព្រោះនៅចំណន់ហ្នឹងគឺនយោបាយគឺពិសិដ្ឋនៅក្រោមអ្នកមានលុយទាំងអស់ហ្នឹងឯងណាបាទសូម្បីតែបច្ចុប្បន្ននេះក៏អញ្ចឹងដែរបាទអូខេតទៅទៀត McKinley Tariff Act 1890 បាទអញ្ចឹងគាត់បាននិយាយពីរឿង tariff បាទ President dramatically raised tariff of import goods to protect American manufacturer បាទអញ្ចឹងប្រធានាធិបតីទាំងពីរមិញនេះ Cleveland បន្ថយពន្ធនាំចូលដើម្បីឲ្យកសិករនៅសហរដ្ឋអាមេរិកអាចយកផលិតផលនាំចូលនោះមានដើមទុនតិចដើម្បីគាត់មកធ្វើកសិកម្មរបស់គាត់ចំណែក President Benjamin ចម្លើយដើម្បីការពារផលិតផលនៅក្នុងស្រុករបស់គាត់អញ្ចឹងក៏ដូចដែល Donald Trump បានធ្វើក្នុងពេលបច្ចុប្បន្ននេះដូចគ្នាបាទដើម្បីការពារផលិតផលក្នុងស្រុកអញ្ចឹងដូចខ្ញុំនិយាយថាអញ្ចឹងក្នុងរយៈពេល1ឆ្នាំទៅ2ឆ្នាំនេះផលិតផលនៅក្នុងស្រុកដែលណាដែលពឹងទៅលើការនាំចូលអាហ្នឹងក៏ប្រឈមមុខទៅនឹងការបិទទ្វារពីព្រោះអីវ៉ាន់វាឡើងថ្លៃអញ្ចឹងអ្នកណាដែលពឹងផ្អែកទៅលើការផលិតនៅក្នុងស្រុកมันមានបញ្ហាបាទអញ្ចឹងក្នុងរយៈពេលនេះព័ត៌មាននៃការបញ្ជូនពលករខុសច្បាប់ជាពិសេសពលករមកពីអាមេរិកខាងត្បូងចាប់ពីមេក្ស៊ីកូចុះក្រោមត្រូវចេញក្រៅស្រុកក៏មិនជាខ្លាំងក្លាអីដែរណាបាទហើយបើនិយាយពីកម្លាំងពលកម្មជំនួសនៅថ្ងៃក្រោយវាអត់មានបញ្ហាទេណាបាទនៅសហរដ្ឋអាមេរិកបញ្ហាកម្លាំងពលកម្មជាន់ក្រោមនេះទី1គឺអន្តោប្រវេសន៍ដែលមកស្របច្បាប់មាន green card មាន work permit
ban anh nhạt thôi ca nghe rồi cho sinh hai nó cứ cầm lại cho nó để từ chừng đua để khi mình mấy những thà anh tao về máu ai tao từ đó ca nghe lõ ca nghe học đi ban to tại châu riêng ban nhà bạn làm càng nên tiết hơi có mình nhiều đây bị pro khi nó sẽ kết tha uyประสิทธิ ភាព ในภาษาอังกฤษเนี่ยได้กล่าวแต่ในวินัยตลอดเชียงเนี่ยได้เมาส์ตัวไปเรียนโซนมันอย่างนั้นก็ได้เลิกเล่นแต่ภายในวิทยาศาสตร์ได้เรียบรรทการยิ่งช้าหรือมวยก่อคว้าทุนเทียนนั่งบ้านกี่โยบอกการงี้ตูเตอร์ขยมจังทางฝ่ายเน้นทางบิสเนสจังคือวิโฮที่เอาให้ในสนามนี้ dân kịp rõ cả họ không để riêng chọn là sọc này phía tràn nếu khi một này với anh tao và là mau lắm mà của tôi bây ba nhà bạn bị căng hết còn nơi tay bị bả đây ok bà chẳng trong khi mà bị khai bây rồi đó khai đi khai pram nó bị khai chuyện đó mà chụp chụp khai tổng bộ ấy miền tây lúc đó mà lúc you are not required lúc chờ chuyện và chẳng có phần lời gạt đó bà ở phải chú ý về này nè bà ngồi dựng phần luôn này bà nói thằng bà chiến vẫn là cả đại trường đã rò ngày đó bà đã rò ngày tại vì chẳng đã từ khang salary nên tầm đó tại sao dương miền bắp sau khả năng đó mà ok ok hỏi phải chui đó bà sầm năng lo tới có miền kia hai sầm kia nó có chặt từ sầm năng lo bởi dựng tới bà bà kia ok coi tầm làng cuốn là mấy cà phê là pho ởក្នុងស្រុកទី3 expansion of the US Navy បាទកម្លាំងជើងទឹកចឹងកម្លាំងជើងទឹកនេះគឺសហរដ្ឋអាមេរិកអណ្ដាប់ទី1នៅលើពិភពលោកណាបាទដើមទីឡើយគឺអង់គ្លេសណាតែក្រោយចាប់ផ្ដើមពីសង្គ្រាមលោកលើកទី2មកនេះគឺអាមេរិកវាដាច់ឡើងលំដាប់ទី1អូខេបាទរបស់ណាបាទរបស់វាណាបាទហើយរបស់រុស្ស៊ីភាគច្រើនលក់នៅតាមហាងនៅសហរដ្ឋអាមេរិកតាំងពីសម័យកូវីដមកនេះគឺបិទច្រើនដោយសារតែ Amazon ណាបាទវាយដាច់អស់ភាគច្រើនគឺទិញអនឡាញក្មេងៗដែលចូលសាលារៀនតែខ្ញុំសង្កេតឃើញណាបាទភាគច្រើនអត់ទៅ shopping នៅនឹង mall អីទេគឺ Amazon online គេអត់ទេណាបាទគេមានពេលនៅគេទៅអង្គុយសមុទ្រមក online នេះបានតម្លាក់នៅផ្ទះអ្នកដែលដើរមកគឺច្រើនតែមេផ្ទះសម័យមុនមិនតាន់ពូកែចំណាប់នឹងការប្រើប្រាស់ app ក្នុងការ order ណាបាទហើយច្រើនតែដើរទៅមកហ្នឹងណាបាទមេផ្ទះភាគតិចតែក្មេងៗចំណងក្រោយនេះអត់ទេណាបាទ Amazon ហើយមានពេលគេទៅអង្គុយសមុទ្រណាបាទអត់មានចំណាយពេលទៅដើរនៅ mall ទេចឹងហើយបានជា mall បិទច្រើនដូច Macy Mall នេះក៏បិទជារឿយៗហើយបាទច្រើនទៀតបិទណាបាទចឹងទៅពួកក្មេងៗដែលទៅនេះគឺទៅទិញម្ហូបទេណាបាទម្ហូបនៅបាទកន្លែង shopping នេះគឺបិទទៅបណ្ដាណាបាទដោយសារតែ Amazon order online ហើយសម្រាប់ស្រុកខ្មែរយើង online វាមិនសូវជាមានប្រសិទ្ធភាពប្រហែលទេមានប្រសិទ្ធភាពនៅ COVID ភាគច្រើននៅស្រុកយើងគឺចូលចិត្តទៅទិញ face to face ព្រោះខ្លាចវា scam ណាបាទតាម online បាទភាគច្រើនសូម្បីតែអាមេរិកគឺចឹងដែរបាទតែចុចខុសហ្នឹងគឺអាពួកហ្នឹងលុយអស់ណាបាទក្មេងៗគឺចំណាប់អូខេបាទនេះគឺរឿងរ៉ាវនៃសេដ្ឋកិច្ចបច្ចុប្បន្នណាបាទវាប៉ះមួយចំនួនអីវ៉ាន់ឡើងថ្លៃណាអីវ៉ាន់ឡើងថ្លៃមួយចំនួនវាមិនឡើងច្រើនទេឡើងតិចណាបាទតើវត្ថុទីដើមវានាំចូលមកវាថ្លៃហើយវាទៅឡើងអ្នករ៉ូស៊ីណាបាទហើយចំណែកប្រាក់ម៉ោងបុគ្គលិកហ្នឹងដល់យូរណាស់ណាមកគេណាបាទរៀបចំតឡើងនោះអីវ៉ាន់វាទៅមុនហើយអូខេបាទចឹងទី3គឺកម្លាំងវាជើងទឹកណាបាទខ្ញុំថាចឹងបន្ទាប់ពីសង្គ្រាមលោកលើកទី2មកអាមេរិកវាដាច់អង់គ្លេសណាបាទខ្លាយទៅជាលេខ1ជើងទឹកនៅលើពិភពលោក
ok và civil right បាទ civil right គឺមានតែសិទ្ធិស្មើគ្នាណាបាទចឹងក៏គាត់បាននិយាយពីរឿងសិទ្ធិស្មើគ្នាសិទ្ធិក្នុងការបោះឆ្នោតជនជាតិស្បែកខ្មៅណាបាទជនជាតិស្បែកក្រហមបាទជារឿយមករហូតណាបាទត្រូវគ្រប់គ្រងនឹងមករហូតតទៅទៀតប៉ុន្តែមិនតអនុវត្តបានទេណាបាទនឹងមានការគម្រាមកំហែងជាពិសេសពូពីខាងត្បូងណាបាទពីស្បែកសណាបាទមានការសម្លាប់នឹងបំផុសបំផិតបំភ័យបាទ the first Pan American Conference បាទ This conference was a significant step toward fostering closer relationship between United States and Latin American country បាទចឹងនេះចាប់ផ្ដើមនិយាយអំពីទំនាក់ទំនងការបរទេសជាមួយអាមេរិកខាងត្បូងបាទប្រទេសអាមេរិកខាងត្បូងភាគច្រើននៅក្រោមអាណានិគមអេស្ប៉ាញណាបាទចឹងចាប់ផ្ដើមទំនាក់ទំនងណាបាទជាមួយនឹងប្រទេសនៅអាមេរិកខាងត្បូងបាទ admit the 6 new state to the union បង្កើតរដ្ឋថ្មីទៀតដែលមើលនៅក្នុងផែនទីដែលមើល YouTube ឃើញហើយរដ្ឋពណ៌ប្រភេទហ្នឹងគឺអត់ទាន់មានឈ្មោះរដ្ឋអីទេដីធំហ្នឹងទៅមកដាក់ឈ្មោះរដ្ឋអូខេខ្ញុំចាំបានចំណុចនោះគឺប្រជាជនដែលនៅ13 state នេះគឺអាចរើផ្ទះរើសម្បែងទៅនៅទឹកដីថ្មីហ្នឹងបានដីបានអីចាប់យកដីព្រីតែម្ដងរដ្ឋឲ្យយកដីព្រីតែម្ដងដើម្បីបង្កើតទៅជារដ្ឋអញ្ចឹងមានការចំណាក់ស្រុកពី20ផ្លាយ state នៅខាងកើតណាបាទវាឡើង20ផ្លាយ state ហើយទៅរកទឹកដីថ្មីអ្នកដែលអត់មានដីខ្លួនឯងណាត្រូវទៅអញ្ចឹងទៅជុំជនមកបាន 10000 អ្នកទៅបង្កើតទៅជារដ្ឋមួយទៀតទៅបាទចំណងនោះណាអញ្ចឹងអ្នកណាចង់យល់ច្បាស់ក៏អាសាមើលកុន Cowboy អាមេរិកកាំងទៅហើយមើលខ្ញុំរៀបរាប់ហ្នឹងនឹងយល់ល្អពេលលោកគ្រូរៀបរាប់ហ្នឹងទៅមើលក្នុងសាច់រឿងយល់ហើយណាបាទទៅធ្វើដំណើរទៅឆ្លងកាត់ទៅមានការប្លន់ការអីណាបាទឬមួយក៏មានការស្កាប់សម្លាប់ពីជនជាតិស្បែកក្រហមជនជាតិស្បែកក្រហមគឺគាត់អត់ប្លន់នេះគាត់គ្រាន់ណាខ្លះក៏លួចសេះទៅខ្លះក៏ប្លន់ទៅខ្លះគឺគាត់គំនុំថាពួកហ្នឹងមកយកដីគាត់អញ្ចឹងត្រូវតែបង្អាក់ដំណើរពីមានក្រុមខ្លះក៏ប្លន់ក្រុមខ្លះក៏ជួយខាងរដ្ឋាភិបាលទៅព្រោះកុលសម្ព័ន្ធវាមានច្រើនកុលសម្ព័ន្ធហើយក៏មានស្បែកសគ្នាឯងនឹងទៅសម្រាប់គ្នាឯងគឺគ្នាឯងហ្នឹងឯងហ្នឹងបើភាគច្រើនហើយក៏មានខ្លះទៅចេញមុខក៏គ្នាមានខ្លះទៅក៏មិនចេញមុខតម្លាក់កំហុសទៅលើស្បែកក្រហមអញ្ចឹងទៅក៏មានណាបាទមើលកុន Cowboy ណាបាទមានលេខច្រើនពីរឿងហ្នឹងបាទ admitted a 6 new state to the union បាទមានរដ្ឋអីខ្លះ6 state មាន North Dakota South Dakota Montana Washington Idaho Washington គឺ Washington Seattle ដែលនៅជាប់នឹង Vancouver Canada ណាបាទអញ្ចឹង Dakota South Dakota គឺជាតំបន់ភ្នំនេះគឺនៅក្នុងអាមេរិកកណ្ដាលទ្វីបអាមេរិកនៅកណ្ដាលណាបាទសហរដ្ឋអាមេរិកនៅកណ្ដាលសហរដ្ឋអាមេរិកកុំនិយាយទ្វីបអាមេរិកហ្នឹងបាទសហរដ្ឋអាមេរិកនៅតំបន់កណ្ដាលហើយតំបន់នេះគឺសម្បូរទៅដោយគោចា Buffalo ណាបាទគោនៅអាមេរិកកាំងវាខុសពីគោយើងណាមើលខ្សែភាពយន្តទៅណាបាទអញ្ចឹងប្រជាជនចេះតែរើមកទៅដើម្បីបានដីធ្លីណាបាទទី7 The Dependent and Disability Pension បាទនេះគឺនិយាយអំពីផលប្រយោជន៍ចែករំលែកផលប្រយោជន៍ជូនប្រជាជនអាមេរិកកាំងទាំងអតីតទាហានទាំងអ្នកដែលមិនមានលទ្ធភាពក្នុងការងារធ្វើអានេះហៅ welfare អាមេរិកកាំងហៅ welfare ណាបាទ welfare ហ្នឹងវាមានអ្នកដែលអសមត្ថភាពក្នុងការងារអ្នកដែលមានចំណូលតិចណាបាទលាក់បាទហើយនៅអាមេរិកកាំងនេះគឺប្រព័ន្ធជាអ្នករៀបឲ្យប្រជាជនហ្នឹងគឺត្រូវប្រើប្រាស់សេវារបស់រដ្ឋដោយខ្ញុំនិយាយអញ្ចឹងនៅសហរដ្ឋអាមេរិកប្រាក់ខែមួយរស់ 4000 អូខេបាទបានរស់អញ្ចឹងអ្នកដែលមានចំណូល 4000 ចន្លោះ 4000 ទៅ 6000 នេះគឺរស់ទាំងត្រដាប់ត្រដហើយអត់បាន
ផលប្រយោជន៍ពីរដ្ឋទេពីព្រោះនៅក្នុងនិយមន័យរបស់ការទទួលបានផលប្រយោជន៍ពីរដ្ឋចំណូលត្រូវក្រោម 3000 ក្នុងមួយខែដូចខ្ញុំថាជាង 4000 មិនរស់ 3000 ក្រោម 3000 បាទគ្រាន់តែបងផ្ទះបងភ្លើងបងទឹកបងភ្លើងនោះបាទទឹកដូចព្រីទេម្ចាស់ផ្ទះចេញឲ្យបងឡានអស់បាត់ហើយចារួចហើយក្រោម 3000 ហ្នឹងរត់ឲ្យអាហារូបត្ថម្ភប្រហែល100ហ្នឹងទៅញ៉ាំអីគ្រប់ចឹងមានន័យថាតលតរស់នៅមិនអាចចិញ្ចនាសោះតែមកស្តុកញ៉ាំតែផ្ទះហ្នឹងទៅរាល់ថ្ងៃហ្នឹងក៏អត់គ្រប់ដែរអញ្ចឹងអាហ្នឹងគឺអ្នកនៅក្រោម 3000 ចុះអ្នកឡើងផុតពី 3000 4000 ឡើងទៅហ្នឹងមិនដែរគឺអត់មានអាហារូបត្ថម្ភពីរដ្ឋទេបាទហើយអ្នកដែលនៅក្រោមអាហារូបត្ថម្ភនេះគឺវាបានធានាសុខភាពដែរនេះដែលជារឿងធំនៅសហរដ្ឋអាមេរិកព្រោះធានាសុខភាពវាថ្លៃណាបាទថ្លៃមែនទែនណាបាទអ្នកគាត់ទៅវះកាន់តិច$10000ឡើងហើយណាដកថ្មិញមួយ$300ដកចោល$300ដកតសៃដោយម្ដាមខ្ញុំដកតសៃ$77000 4 ខែអត់តន់ហើយរ៉ូស៊ីនឹងលុយបាទទៅចូលកន្លែងគេឈឺយ៉ាងចេះទៅហើយពួកពេលtrongនេះដល់ក៏ជក់ឈាមហ្មងណាបាទអញ្ចឹងភាគច្រើនអ្នកដែលដឹងខ្លួនកុំទៅដកសៃដកចោលបណ្ដោយចប់អ្នកបងតែគូយវិញទៅដកចោលគេហៅឲ្យដកសៃប៉ុន្តែមានបបពិសោធន៍ពីម្ដាមខ្ញុំណាបាទពីបងអូនថ្លៃមួយទៀតនៅ Florida នោះណាបាទអស់10000 ផ្លាយ 4 ខែដកចោលបាត់ចុងក្រោយណាបាទនេះគឺយើងនិយាយតផុតពី 3000 ឡើងទៅយើងត្រូវចេញថ្លៃធានារ៉ាប់រងសុខភាពខ្លួនឯងទាំងអស់អញ្ចឹងយើងរកមើលអាណាដែលវាសមរម្យណាបង$300ម្នាក់2នាក់600អញ្ចឹងទៅអាហ្នឹងពេលយើងទៅពេទ្យត្រូវចេញខ្លួនឯងប្រហែលភាគរយជាងទៅក្រែបើយើងបងតិចចេញច្រើនបើយើងបងច្រើនចេញតិចចឹងលុយដែលយើងប្រឹងរកមកតិចតួចហ្នឹងបងទៅលើពួកនេះអស់តដែរជឿធនងអត់លុយបងបាត់ចឹងហើយបានអ្នកដែលមិនអាចលោតផុតពី$6000ឡើងទៅដល់$6000អូខេអាចសល់បន្តិចតួចបន្ទាប់ពីបងអាហារូបត្ថម្ភហើយនឹងជាពិសេសគឺធានាសុខភាពហ្នឹងឯងហើយនឹងអាចសល់បានខ្លះ$6000ឡើងណាបាទចឹងហើយវាត្រូវបង្ខំឲ្យមនុស្សធ្វើនៅក្រោម$3000ហ្នឹងឯងដើម្បីយកអាហារូបត្ថម្ភពីរដ្ឋហើយនឹងជាពិសេសគឺថ្លៃពេកប្រព័ន្ធរៀបឲ្យអញ្ចឹងអូខេបាទដើមទីឡើយខ្ញុំក៏យល់ថាអ្នកមិនធ្វើការខ្ជិលមិនមែនទេអ្នកយកអាហារូបត្ថម្ភមិនមែនអ្នកធ្វើការតែក្រោម$3000ត្រូវប្រើប្រាស់សេវាកម្មរបស់រដ្ឋចំណែកដែលអត់ធ្វើការនោះស៊ីលុយរដ្ឋទាំងមូលអាហ្នឹងក៏នៅអត់បានទេចឹងជនដែលអត់ធ្វើការយើងហៅថា homeless ជនដែលអត់មានចម្រោះហ្នឹងគឺបានបើកប្រាក់អាហារូបត្ថម្ភបើកអីពីរដ្ឋដូចគ្នាដូចអ្នកទូទៅដែលធ្វើការក្រោម$3000អញ្ចឹងបាទអញ្ចឹងខ្ញុំយល់ច្បាស់ណាបាទអំពីប្រព័ន្ធនៅសហរដ្ឋអាមេរិកគឺគេរៀបឲ្យអញ្ចឹងគេយើងអាចបន្ទោសអ្នកណាមិនអាចបន្ទោសអ្នកណាថាខ្ជិលទៀតទេណាកាលណាទៅអញ្ចឹងហើយវាទៅតាមអញ្ចឹងណាបាទអូខេបាទអញ្ចឹងបច្ចុប្បន្នគឺទីផ្សារការងារដែលប្រើកម្លាំងគឺត្រូវស្ថិតនៅចន្លោះហ្នឹងឯងអ្នកដែលប្រើកម្លាំងគឺវាមាន2អ្នកដែលធ្វើនៅការតាមរោងចក្រអានឹងអាចបានពី$5000 $6000ឡើងណាអានឹងអាចហើយគេបានធានារ៉ាប់រងសុខភាពអីហ្នឹងពីក្រុមហ៊ុនចេញឲ្យយើង co-pay មួយចំនួនទៅហ្នឹងរួចខ្លួនតាមរោងចក្រហ្នឹងកម្លាំងពលកម្មតាមរោងចក្រណា
ហើយនៅដែលគឺមានសញ្ញាបត្រឡើងទៅគឺ6000ឡើងហើយគេធ្វើការប្រមូលល្អទៅវាមានបងធានារ៉ាប់រងសុខភាពឲ្យហើយរួចខ្លួនណាចាប់ពី6000ឡើងណាបាទយ៉ាប់អ្នកដែលប្រើកម្លាំងនៅក្នុងវិស័យសេវាកម្មសេវាកម្មហ្នឹងគឺគ្រប់សពទាំងអស់ណាទាំងអាហារដ្ឋានទាំងស្អីក្រៅនៅក្នុងសេវាកម្មហ្នឹងបាទការងារកម្លាំងនៅសេវាកម្មហ្នឹងគឺពិបាកផលប្រយោជន៍ដែលក្រុមហ៊ុនឲ្យតិចតួចអញ្ចឹងត្រូវទៅយកសេវាកម្មរូបត្ថម្ភសុខភាពពីរដ្ឋដោយសារតែក្រុមហ៊ុនហ្នឹងយល់ឃើញថាអញ្ចឹងបានវាឲ្យផលប្រយោជន៍ផ្នែកសុខភាពតិចបាទអញ្ចឹងដោយសារនិយាយដល់រឿងcivil right បាទសិទ្ធិស្មើគ្នាហើយនឹងរឿងការងារហ្នឹងគឺសរុបបានប៉ុណ្ណឹងណាបាទទី8 preservation of national forest បាទជាងប្រទេសដែលកំពុងអភិវឌ្ឍវាត្រូវការធ្វើថ្នល់ធ្វើស្ពានអាទេសភ្លើងអីនោះវាត្រូវការឈើយ៉ាងច្រើនអញ្ចឹងមានការកាប់បាទ real ណាពេញសហរដ្ឋអាមេរិកអញ្ចឹងរដ្ឋបាលមើលឃើញថាត្រូវមានតំបន់ខ្លះទុកដើម្បីរក្សាសត្វនិងទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញណាក៏ដូចជានៅប្រទេសខ្មែរយើងក៏មានការកាប់រោងគាលដូចគ្នាដែរណាបាទនៅប៉ៃអេសានប៉ៃខាងលិចគឺចប់តែម្ដងណាបាទដើមឈើគឺអស់តែម្ដងដើមឈើនៅខាងសៀមរាបព្រះវិហារនេះមុនពេលសមាហរណកម្មនៅមានច្រើនសម័យនោះគឺខ្ញុំធ្វើការនៅខំស៊ីនប្រាប់ចុះទៅខេត្តព្រះវិហារហ្នឹងកាត់ព្រៃឡើងល្ងិតមេឃចូលសៀមរាបអីហ្នឹងបាទមិនតាន់សមាហរណកម្មណាបាទតែនៅបើកឲ្យចូលបានព្រៃល្ងិតមេឃក្រោយសមាហរណកម្មទៅម្ដងទៀតអស់លីងដើមឈើធំៗណានៅខាងសៀមរាបដូចនៅសៀមរាបមកឡើងទៅព្រះវិហារឡើងអីណាបាទអស់លីងបាទកាប់រងគៀលតែម្ដងណាបាទលក់បាទខ្មែរក្រហមក៏កាប់ព្រោះទៅសមាហរណកម្មអញ្ចឹងអ្នកមានអំណាចក៏កាប់ទៅណាបាទហើយបៃលិនយើងបាច់និយាយទេគឺអស់តែម្ដងណាបាទដាំពោព្រាតលើភ្នំអស់លីងហើយនៅខាងអេសានគឺសល់មួយចំនួនតូចចឹងបាទរងគៀលដូចគ្នាឥឡូវដល់ពេលដែលយើងត្រូវដាំវាឡើងវិញណាអ្នកណាដាំក៏ដាំទៅណាបាទអ្នកណាមិនដាំក៏ទុកលហលហេវចឹងទៅយកតំបន់ធ្វើកសិកម្មអីចឹងទៅណាបាទនេះគឺរឿងព្រៃបាទហើយពូជខាងយើងខាងរុក្ខនេះគឺរុក្ខជាតិណាបាទយើងមិនដែលក៏បានទៅស្រាវជ្រាវដើមឈើយើងមិនមានអីខ្លះអាណាល្អអាណាមិនល្អណាបាទយើងនៅចាំបានវាមានឈ្មោះរៀបរាប់ណាម៉ៃសាក់អីនាងនួនអីយើងចាំបាននឹងមានដាំវាឡើងវិញអត់ឈើអស់ហ្នឹងណាបាទហើយខ្ញុំនិយាយអញ្ចឹងគឺការរៀបចំដាំដើមឈើនៅសហរដ្ឋអាមេរិកនេះគ្រប់កន្លែងទាំងអស់ដើមឈើសិតតែមានក្លិនក្រអូបសូម្បីតែខ្ញុំអង្គុយនេះក៏ក្រអូបដែរដើមឈើនៅក្រៅផ្ទះនេះហើយមានច្រើនប្រភេទណាព្រលឹមឡើងឡានមិនទាន់បើកចេញមកគឺឈ្ងុយដើមឈើគ្រប់កន្លែងហ្នឹងបាទក្លិនមកវាហ្នឹងបាទនៅកន្លែង grocery ទិញហូបទេក៏ក្អូបណាមានអាដើមក្អូបមានអាដើមដោយសារការកែវទូទីហ្នឹងគេដាំមកគឺក្អូបឈ្ងុយមាត់សមុទ្រក៏អញ្ចឹងបាទដើរក្អូបទៅណាក៏ក្លិនរុក្ខជាតិដែរបាទនេះគឺជាការរៀបចំដាំដើមឈើនៅសហរដ្ឋអាមេរិកគឺក្លិនក្អូបគ្រប់ពេលវេលាណាបាទនៅតាមមាត់សមុទ្រក៏មានស្មៅទៀតតែក្លិនក្អូបណាបាទដូចគ្នានៅខ្មែរយើងមានណាបាទផ្កាការកិច្ចមានក្លិនក្អូបណាបាទអញ្ចឹងនៅតាមសមុទ្រគួរតែអនុរក្សដាំវាឡើងវិញឲ្យវាផ្ដល់ក្លិនក្រអូបអ្នកដើរហាត់ប្រាណទៅក្លិនក្អូបណាបាទស្រួលប្រែប្រចិត្តដាំឲ្យវាមានប្រយោជន៍អញ្ចឹងនៅផ្ទះយើងក៏ដូចគ្នាដែរមកអ្នកខ្លះចង់ឲ្យមានក្លិនក្អូបក៏ទៅស្វែងរកទៅដឹងថាផ្សារនឹងតែអាសារការកៅដល់ក្អូបឲ្យដាំធ្វើលបងផ្ទះបានណាបាទក្អូបមកប្រហែល6ព្រលឹម6ល្ងាចហ្នឹងបាទរកអាណាទីក្អូបមក10ក្អូបអីហ្នឹងដាក់ក្អូបគ្រប់ពេលវេលាហ្នឹងបាទអញ្ចឹងវាធ្វើឲ្យយើងមានកម្លាំងដែរ
và nó có chỉ cả rung ly stress mùi này nó bà chân tí đọc bà foreign policy bà cứ sớm mấy lâu Benjamin Harrison có bàn job Hawaii từ chia rót tí gặp Hawaii mà sao mấy cái đó mà Hawaii cứ chia rót tí hạ sập chỉ hạ sập nữa bà châu rót trồng caoในสหรัฐอเมริกานั่นมาคือฮาวายโอเคมาจังนี่คือสำหรับฮาวายติงฮาวายนั่นมาโดยสารแล้วviệcก็ได้là việcเขาใครไปไอ้นั่นเจ๋งมานั่นlà châu summer นะข้างรอบจะแจ้ที่châu summer มุนเขียมนั่นมาจังเลยก็ฮาวายนี่เพียงชราคือฟิลิปปินส์ญี่ปุ่นอะไรอย่างนี้มาอาซีชราเมนเต้นก็ฮาวายขมายยังก็มีในน้องแดงเวียดนามก็มีในน้องแดงแต่ในคือชราหมองคือฟิลิปปินส์ในญี่ปุ่นเนี่ยก็ฮาวายนะบ่าให้กับชมบานยี่ไปเรื่องประวัติก็ฮาวายมันสลามจังอัดสมดีละมือกันนะบ่าโอเคบ่าก็ฮาวายมีมาปีนะปุ๊บก็มาปีนิวซีแลนด์นะบ่าจีตูจำยี่ที่นะบ่าจีตูทรองมีน้องมาทะเลตลอดฟูจิและตามเกาะนึงและเกาะนี่เกาะนู้นเกาะถึงอ้อนในกันดารสมุทรแปซิฟิกนี้บ่าเกาะมาโชเกาะตีสิ่งนั้นนั่นคือจุดคิดนั้นมีอะไรกันนะด้วยคิดถึงอ่ะทอดมีถมทมให้การรอมระบำนั้นโดยที่คือเมื่อตักโลเมื่อสัตว์ห้าหนึ่งหนุ่มนะบ่านั่นคือจิตจังหวะระบำบอกก่อนเก็บไว้นั่นคือจุดจิตเอาไว้นะบ่าการจุดจิตเมาอีจังปีนิวซีแลนด์มานะบ่าที่ถูกชอบก็มวยจะก็มวยโอ้แถมเราก็หาไว้นะบ่าแต่จิตก็ทมป่าพายจะนั่งก็นิวซีแลนด์โดยที่มานี่คือสรุปประวัติก่อนตีไอ้บัตรสลันนะบ่านั่นเลยก็มาโชว์นั่นเลยก็ฟูจิสไตล์อัมโบจุดจิตฮาวายยังไงนะบ่าโอเคบ่าจึงการอธิบายแบบเพียงบอดอตีมันจ๊อบบ่าปีเป็นไงเทียบเงียบไปมาเพียงเฟิร์มคือเทียบจูนนะบ่าส่งจุดแบบนี้สวัสดีครับใจเจียน朋友 see you next clip bye bye